នៅពេលដែលយើងឃើញនរណាម្នាក់ដែលគាត់មើលទៅហាក់បីដូចជាមិនទាន់ចេះមើលថែខ្លួនឯងមិនទាន់ចេះស្រឡាញ់ខ្លួនឯងខំប្រឹងតែធ្វើការងារឬក៏អីខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបើកចិត្តកុំទាន់គិតថាគាត់អត់ខ្វល់ពីខ្លួនឯងប្រហែលជាគាត់អាចមានទំនួលខុសត្រូវផ្សេងធំពីនឹងប្រហែលជាបរិបទជុំវិញខ្លួនរបស់គាត់សង្គមដែលគាត់ធំធាត់តម្រូវមកឲ្យគាត់ត្រូវខ្វល់ពីរឿងផ្សេងច្រើនជារឿងផ្ទាល់ខ្លួនច្រើនជារឿងសម្រស់ច្រើនជារឿងការមើលថែខ្លួនឯងអញ្ចឹងត្រឡប់មកវិញការមើលថែខ្លួនឯងវាត្រូវការធម្មពលវាត្រូវការថវិកាវាត្រូវការពេលវេលាហើយប្រកាសតែមិនមែនគ្រប់គ្នាមានសំណាងមានទាំង3នឹងជាប់ខ្លួនរហូតទេនៅមានក្រុមមនុស្សមួយចំនួនអាចតិចអាចច្រើនយើងអត់ដឹងប៉ុន្តែពួកគាត់ពិតជាត្រូវការធ្វើការងារអីផ្សេងមុននឹងគាត់អាចត្រឡប់មកមើលថែរូបរាងខ្លួនឯងផ្លូវចិត្តខ្លួនឯងឬសម្រស់ខ្លួនឯងអញ្ចឹងបើសិនជាក្រុមបុគ្គលនឹងកំពុងតែមើលវីដេអូនេះខ្ញុំសូមលើកទឹកចិត្តថាខ្ញុំក៏នៅក្នុងចំណោមម្នាក់នឹងដែរហើយប្រហែលជាយើងអត់អាចទុកខ្លួនឯងចោលយូរជាងនឹងបានទេយើងអាចទុកខ្លួនឯងចោលនៅក្នុងពេលណាមួយនៅពេលដែលយើងត្រូវសម្រេចគោលដៅដែលសំខាន់ជាងនឹងប៉ុន្តែនៅពេលដែលយើងទៅដល់គោលដៅនឹងហើយសូមត្រឡប់មកក្រោយហើយងាកមើលខ្លួនឯងបន្តិចមើលថែខ្លួនឯងបន្តិចដែលចាប់ផ្ដើមពីសកម្មភាពទូចៗបានហើយមិនចាំបាច់ចាប់ផ្ដើមដំបូងដោយរឿងធំពេកទេគ្រាន់តែឲ្យខ្លួនឯងគេងឲ្យគ្រប់គ្រាន់គ្រាន់តែឲ្យខ្លួនឯងមើលកញ្ចក់ជារៀងរាល់ថ្ងៃហើយមើលថាអូប្រហែលជាខ្ញុំត្រូវការនេះអូប្រហែលជាខ្ញុំគួរចាប់ផ្ដើមប្រើលេបផ្ដោតសំណើមលេការពីកម្ដៅថ្ងៃឬក៏ប្រហែលជាយើងគួរមានពេលមួយចំនួនឲ្យខ្លួនឯងទៅនៅជាមួយខ្លួនឯងជាមួយនឹងរឿងនៅខាងក្រៅខ្លះដែលមិនមែនជាការងារគ្រប់ពេលពេកទេអញ្ចឹងលើកទឹកចិត្តទាំងអស់គ្នាថាគ្រប់យ៉ាងត្រូវការធម្មពលនៅក្នុងការធ្វើវាយើងធ្វើវាថ្ងៃនេះអត់បានតែយើងកុំទាន់បោះបង់វាយើងកុំតែអាចធ្វើវាបាននៅថ្ងៃណាមួយនៅអនាគតទេ